ចឹងមកដល់ត្រង់នេះតើតងជាមួយនឹងការប្រើប្រាស់មុខងារ organizer ដែលយើងអាចគ្រប់គ្រងប្លង់បានអញ្ចឹងគ្រប់គ្រងប្លង់ហ្នឹងមានន័យថានៅពេលដែលយើង shop drawing ហើយយើងចង់ទាញវាដាក់មួយដុំប្រភេទណាយើងអាចបង្កើតជា list តូចៗមួយទៅទៀតថា assembly យើងបង្កើត assembly ទៅហើយ select ទៅលើប្លង់ assembly ដាក់ចូលមួយដុំsmall single part ដាក់ចូលមួយដុំអញ្ចឹងយើងបើកទៅ organizer មួយគឺយើងអាច select ប្រភេទប្លង់ទាំងអស់ហ្នឹង Lego នេះតសហ្នឹងនៅទីតាំងណានៅក្នុង project អញ្ចឹងណាយើងបាច់ចូលទៅក្នុង document របស់ drawing ក៏បានដែរយើងចូលទៅ organizer មួយយើងអាចប្រើប្រាស់ឬក៏ control ប្លង់ទាំងអស់ហ្នឹងបានហើយនឹងការទាញយកបរិមាណពីនៅក្នុង organizer ដែលយើងបានរៀបចំជាទម្រង់ដែលយើងត្រូវការហ្នឹងយើងចង់បាន row ទី1យើងចង់បានជាបរិមាណចង់បានជាឈ្មោះលេខកូដចង់បានជាទម្ងន់ដែកឬក៏កន្លះផ្ទៃរបស់ដែកសម្រាប់គិតយកទៅបាញ់ថ្នាំយើងអាចរៀបចំនៅក្នុងហ្នឹងទៅអញ្ចឹងដឹងតែយើង select តសនឹងមួយថ្នាំនឹងមួយវាចេញបរិមាណប្រភេទមួយហ្នឹងឲ្យយើងនៅក្នុងហ្នឹងហ្មងហើយយើងអាច export វាទៅជា Excel សម្រាប់ប្រើប្រាស់បានទៀតអញ្ចឹងវាងាយស្រួលក្នុងការយើងរកបរិមាណដូចជាអត់ពិបាកគិតទេព្រោះឲ្យតែយើង model ហើយបែបប៉ុណ្ណឹងបរិមាណអីផ្សេងវាដូចស្ថិតនៅក្នុងដៃរបស់យើងអញ្ចឹងណាសំខាន់យើងដឹងថារបៀបរកវាទេ